ចាសួស្តីសូមឆ្លើយនឹងសំណួរមួយឡានបើអត់ព្រមខុសច្បាប់មែនព្រមបងព្រមគឺមិនមែនថាជាជំរើសទេគឺវាត្រូវតែធ្វើបងធ្វើព្រមណាធ្វើព្រមទោះយើងអត់បើកឡាននឹងក៏ដោយឬក៏អត់អីក៏ដោយប៉ុន្តែបើសិនជាបងអត់ព្រមគឺមានន័យប្រៀបដូចតែខុសច្បាប់នឹងដែរព្រោះអីបើសិនជាយើងអត់ព្រមយើងអត់មានព្រមហើយបើបោះទៅយើងទៅប៉ះឬក៏មានបញ្ហាអីកើតឡើងគឺមិនមែនតែហានិភ័យសម្រាប់យើងទេបងវាប៉ះពាល់ដល់សង្គមហើយប៉ះពាល់ដល់អ្នកភេកីជាមួយតែមានបញ្ហាជាមួយយើងអញ្ចឹងណាអញ្ចឹងបើសិនជាយើងអត់មានសំណងជូនគាត់ឬក៏មិនបានហ្នឹងគឺវាបញ្ហាកាន់តែច្រើនគឺបញ្ហាកើតឡើងនៅក្នុងសង្គមអញ្ចឹងយើងរួមតែម្ដងសម្រាប់ជូនស្ដាប់បងទៅគឺថាបើសិនជាយើងអត់ព្រមគឺវាដូចជាវាខុសច្បាប់ដែរទៅព្រោះអីកាលណាតែយើងមានបញ្ហាហើយគេផ្ដង់ផ្ដាល់ហើយយើងអត់ឆ្លៀតគេទេបងអញ្ចឹងកុំឲ្យមានបញ្ហាហ្នឹងបើសិនជាបងអត់បានដាក់